រុនសួស្តីអ្នកទាំងអស់គ្នាមកទៀតហើយទៅណាមកធ្វើការចាត់ហើយនឹងសម្អាតសម្បុកត្រចៀកកម្មជាមួយខ្ញុំទាំងអស់គ្នាដូចជាវិធីសាស្ត្រដករំត្រចៀកកម្មអ្នកទាំងអស់គ្នាយើងត្រូវដកវាមួយជួរដើម្បីងាយស្រួលកុំឲ្យវារលេះកុំអីចឹងណាបងប្អូនឲ្យវារលួយសាច់លួយចឹងតែយើងត្រូវដករៀងលឿនបន្តិចដើម្បីកុំឲ្យវារបេះសាច់ជាមួយគ្នាបងប្អូនទាំងអស់គ្នាយើងធ្វើស្អាតហើយមួយទៀតអ្នកទាំងអស់គ្នាខាងបងអូនក៏មានការទទួលសម្អាតដែរណាបងប្អូនទាំងអស់គ្នាទទួលសម្អាតដែលមាន Facebook RT បងប្អូនអាចតាក់ទងទៅតាមលេខ Telegram បាន07 6 36 39 929អ្នកទាំងអស់គ្នានេះជាទឹកទី1បងប្អូនដែលយើងសម្អាតដើម្បីយកទៅចម្រាញ់មួយទឹកទៀតដើម្បីធ្វើឲ្យស្អាតហ្នឹងអ្នកទាំងអស់គ្នារួចយើងចាប់ផ្ដើមពូតវាទុកនឹងកសែងដើម្បីឲ្យវាស្រស់ទឹកចឹងទៅអ្នកទាំងអស់គ្នាហើយវីដេអូនេះអត់មានអីប្លែកទេអ្នកទាំងអស់គ្នានេះគឺជាកតិចម៉ត់កតិចបាតចានអ្នកទាំងអស់គ្នាដែលគេហៅថាកតិចបាតចានកតិចខ្មៅហ្នឹងយើងយកទៅស្ងួតចាក់ពុំដើម្បីទុកលក់បន្តទៅទៀតដើម្បីអ្នកទិញឈ្មួញកណ្ដាលខាងជនជាតិវៀតណាមឬជនជាតិចិនក៏យកធ្វើជាទឹកថ្នាំបាញ់ផ្ទះបាញ់អីចឹងណាអូខេប៉ុន្តែពុកមកដល់ច្បាស់ដែរនឹងគេយកធ្វើដែរចឹងនេះសិតជាកំតិចហាលកំតិចហាលទាំងអស់កំតិចបាតចានកំតិចចឹងរើសចោលបងប្អូនអរគ្នាក៏វាមានតម្លៃដែរបងប្អូនអរគ្នាសត្វចែកកម្មនិយាយទៅកន្លែងណាក៏មានតម្លៃដែរហើយកតិចនេះយើងអាចលក់បាន7 ទៅ 8 រៀលក្នុង1គីឡូអានេះគឺជាកំតិចចិត្តជើងបងប្អូនមុនយើងទៅសម្អាតយើងត្រូវមានការចាត់ជើងចាត់អីចាត់ហោវាមានជាប់ដីជាប់ម៉ែឈើជាប់សំងចុយអីយើងចាត់ចាញ់ហ្នឹងបងប្អូនគ្នាអាហ្នឹងក៏មានតម្លៃដែរនិយាយទៅជាកម្មមានតម្លៃទាំងអស់អ្នកនរគ្នាមានតែតាមប្រភេទសម្បុកប្រភេទអីចឹងតែកតិចគេទិញតាមកតិចចិត្តជើងចោលនេះក៏គេទិញដែរតែតម្លៃ20 ទៅ 25ចឹងដែរណាអូខេហើយនេះមកដល់សម្បុករោមសស្អាតសម្បុកលេខ1បងប្អូនអរគ្នានេះគេហៅថាសម្បុកលេខ1វាមានរាងមានរើស្អាតរោមទឹករោមច្រើនហើយខ្វងហ្នឹងណាតែសម្បុកនេះសស្អាតពេញរូបពេញរាងអញ្ចឹងមកគេថាកូនក្រមុំពេញរូបពេញរាងហើយមួយថងមាន4-10គីឡូសទាំងអស់សម្បុកនេះមកពីខាងកោះកុងកោះកុងខាងស្រែអំបិលតែសម្បុកប្រភេទនេះស្អាតណាស់ហើយពេលហូបក៏មានលយច្រាប់អញ្ចឹងនេះវាសាច់ចាស់សាច់អីយ៉ាងហ្នឹងអានេះជាប្រភេទសាច់គេថាទឹកក្រូចយើងចាក់ពុំហើយជាសរសៃលេខ2បំបាទចាក់ពុំហើយចាក់ឲ្យសម្ងួតចេញជាពុំមិនហ្នឹងបងប្អូនអរគុណហើយអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយ Subscribe បាទ YouTube ណាមួយផងអរគុណបាយ